តោះបងប្អូនមកតសាច់រឿងកូនពៅងមុនកេងមិនលក់តទៀតនេះបន្ទាប់ពីហាន់បន្លែហាន់ប្លុកហើយហ្នឹងបងប្អូនគឺថាកលេចទៅមើលម៉ោងដល់ម៉ោងដាស់កូនក៏រត់ឡើងទៅលើដាស់កូនសិនហើយពេលចុះមកវិញហ្នឹងក៏ចាប់ផ្ដើមធ្វើនំប៉័ងហើយនំប៉័ងហ្នឹងគឺយើងវាយលាយពងមាន់មកគ្រាប់ហើយចៀនឲ្យគាត់ទៅហើយនេះចាក់ទៅដោះគោហើយនឹងទឹកបន្តិចទុកចាំគាត់ចុះមកញ៉ាំអាហារពេលព្រឹកមុនទៅរៀនបន្ទាប់ពីជូនកូនទៅកន្លែងបឹសរួចហើយកន្លែងដាក់កន្លែងឡានសាលាគេដឹកនឹងហើយមកដល់ផ្ទះវិញហ្នឹងក៏ញ៉ាំពងទាពងមាន់2គ្រាប់ពងមាន់ស្ងោរ2គ្រាប់ហើយនឹងពេញប៉ោះ2 3ដុំក៏ចាប់ផ្ដើមរៀបរាប់ស្លបងប្អូនអើយនេះគឺខ្ញុំកំពុងតែកកូរគ្រឿងថ្ងៃហ្នឹងគឺស្លម្ជូរគ្រឿងហើយយើងដាក់ដើមនេះដើមអីអង់គ្លេសគេហៅ celery ខ្មែរគេហៅអីគេដើមកឹមឆាយដើមអីខ្ញុំអត់ច្បាស់ហើយបងប្អូនហើយថ្ងៃនេះគឺមកប្រម៉ូទផលិតផលខ្មែរនឹងឯងគឺប្រើប្រហុកម្សៅប្រហុកហើយម្សៅប្រហុកហ្នឹងខ្ញុំដាក់ផាយជាមួយលព្រាបាយជាងដោយសារវាអត់ធំស្អុយទេបងប្អូនប៉ុន្តែសម្រាប់អ្នកណាដែលចូលចិត្តស្អុយខ្លាំងដល់តែចិញ្ច្រាំប្រហុកថែមទៀតហើយតែសម្រាប់ខ្ញុំអត់អីទេប៉ុណ្ណឹងបានហើយក៏ថែមទឹកត្រីបន្តិចដើម្បីឲ្យកាន់តែឈ្ងុយហើយទឹកត្រីហ្នឹងខ្ញុំប្រើម៉ាក់ហ្នឹងបងប្អូនម៉ាក់ហ្នឹងគឺល្អជាងគេដូចជាផលិតនៅចិនតៃវ៉ាន់ហើយខ្ញុំប្រើតា10បើម៉ាក់ហ្នឹងឯងយូរយ៉ាងហើយប៉ុន្តែគាត់ថាថ្លៃជាងគេសម្រាប់ស៊ុបខ្នុរខ្ញុំប្រើម៉ាក់នេះបងប្អូនមិនមែនបោះថៃទេណានេះគឺផលិតនៅប្រទេសមេស៊ីកូហើយសម្រាប់សម្លខ្ញុំចូលចិត្តដាក់ម្សៅអំពិលមុនបងប្អូនម្សៅអំពិលហ្នឹងវាជួយអត់ឲ្យបន្លែយើងនឹងរលួយទេហើយក៏ខ្ញុំដាក់បន្លែដោយសារសាច់គោហ្នឹងវាអត់ស្វិតទេយើងគ្រាន់តែរៀងឆ្អិនមិនតាន់សម្បាច់ឆ្អិនមែនទេក៏បានដែរយើងដាក់បន្លែទៅហើយបងប្អូននៅពេលដែលស្លមកជឿគ្រឿងអញ្ចឹងបងប្អូនដាក់បន្លែកកូរមួយនឹងសន្ទុះសិនទៅឲ្យវាចូលជាតិធ្វើបែបហ្នឹងវាឆ្ងាញ់ជាងយើងពេលដែលយើងដាក់សាច់ហើយយើងចាក់ទឹកចូលវាអត់សូវឆ្ងាញ់តែបើយើងដាក់គោបន្លែយើងធ្វើស្តៀងស្លកកូរអញ្ចឹងវាធ្វើឲ្យស្លយើងនឹងមានរសជាតិឆ្ងាញ់ហើយក៏ឆ្លៀតមកលាងកាំបិតឲ្យហើយដោយសារចានគឺខ្ញុំទុកឲ្យកូនពៅខ្ញុំមកពីរៀនលាងចានតួនាទីគេញ៉ាំអីហើយអញ្ចឹងទៅលាងចានណាព្រោះអីគាត់កាន់តែធំហើយត្រូវបរៀនឲ្យគាត់ចេះធ្វើអីខ្លះនៅក្នុងផ្ទះហើយចំណែកកញ្ច្រែងយើងដាក់សាច់ដាក់បន្លែហ្នឹងគឺខ្ញុំលាងខ្លួនឯងដើម្បីកុំឲ្យច្រើនពេកហើយបញ្ញាប់ដោយសារអាំងឡើងមកគេងបងប្អូនព្រោះយប់មិញអត់បានគេងសោះចឹងបានគេថាស្ត្រីយើងមេដាដៃ100ដៃ1000មិនខុសទេបងប្អូនហើយគឺថាគ្មានពេលតនេទេបងតាលេងមិនតាន់បានប្រហើយមួយទៀតនឹកឃើញអូខ្លាចបន្លែវាលលួយចឹងក៏ត្រឡប់ទៅមើលស្លវិញហើយបងប្អូននេះស្លខ្ញុំឆ្អិនហើយបងប្អូនមើលតំណងឯងថ្ងៃមុនខ្ញុំស្លអញ្ចឹងតែបន្តិចឆ្ងាញ់អូយឆ្ងាញ់ដល់ពេលថ្ងៃនេះគឺដាក់ឲ្យច្រើនគាត់ថាកាលមុនវាមានសាច់រៀងខ្លាញ់ឆ្ងាញ់ជាងនេះសាច់វារៀងសាច់ល្អមានខ្លាញ់តិចអញ្ចឹងវាឆ្ងាញ់មួយយ៉ាងគាត់ថាសាច់ហ្នឹងយើងសម្រាប់ឆាសម្រាប់អីតែយើងយកមកស្លគាត់ថាវាចាប់ខ្លាញ់តិចដែរតែមានអីកូនខ្ញុំចូលចិត្តអាកូនបងអាកូនតូចនឹងភាកច្រើនអត់ចង់ញ៉ាំទេមកហូបហូបខ្មែរយើងអីនឹងពិបាកណាស់រើសណាស់ញ៉ាំតែម្ហូបគេមិនតែខ្ញុំចេះសឡុតដែរនឹងខ្ញុំដាក់ទឹកទៅដាក់សាច់ទៅហើយដាក់បាយទៅបានគាត់ព្រមញ៉ាំហើយឆ្អិនហើយក៏ញ៉ាំដួសញ៉ាំអាកូនចានមានអីបងប្អូនរសជាតិល្មមឆ្ងាញ់ហើយញ៉ាំបាយបន្តិចនឹងដើម្បីបញ្ញាប់ឡើងទៅគេងសងបងប្អូនអើយតែបន្តិចទៀតហ្នឹងដល់ម៉ោងទៅយកកូនទៀតហើយអូខេអរគុណបងប្អូនដែលទស្សនាវីដេអូរបស់ខ្ញុំអូខេជម្រាបលា